ឈុនហ៊ូកូនប្រសាស្រីបានលួចបន្ថែមថ្នាំពុលកណ្ដុរបន្តិចបន្តួចទៅក្នុងសាច់ស្ងោរនាងបានយកស្ងោរទៅឲ្យម្ដាយក្មេករបស់នាងដែលមានចិត្តសាមញ្ញម៉ាក់ញ៉ាំទៅវាទើបតែចេញពីឆ្នាំងនាងនិយាយម្ដាយក្មេកទោះបីជាមានចិត្តសាមញ្ញបន្តិចក៏ដោយក៏នាងមានចិត្តត្រង់ហើយមិនសង្ស័យអ្វីទាំងអស់នាងបានលេបស្ងោរនោះអស់មួយក្តាប់ពេលនាងញ៉ាំអស់ឈុនហ៊ូបានចាប់ដៃនាងហើយធ្វើពុតជាស្និទ្ធស្នាលហើយនិយាយថាតោះយើងទៅដើរលេងក្បែរអណ្ដូងស្ងួតនៅសួនច្បារខាងក្រោយផ្លែទឹមប្រៃទាំងនោះមើលទៅល្អឥតខ្ចោះម៉ាក់នឹងរើសខ្លះឲ្យអ្នកសម្អាតក្រអូមមាត់នៅអាងតូងឈុនហ៊ូបានចង្អុលទៅបាតងឹតហើយបញ្ឆោតនាងថាម៉ាក់មើលចុះដើមទឹមធំជាងគេគឺនៅបាតម្ដាយក្មេកជឿនាងហើយសម្លឹងមើលទៅក្នុងអណ្ដូងយ៉ាងលឿនពន្លឺចែងចាំងមួយបានភ្លឺឡើងក្នុងភ្នែករបស់ឈុនហ៊ូហើយនាងបានរុញម្ដាយក្មេករបស់នាងយ៉ាងខ្លាំងតាមធ្មេញដែលខាំម្ដាយក្មេកបានធ្លាក់ចូលទៅក្នុងអណ្ដូងភ្លាមឈុនហ៊ូបានទះដៃហើយរអ៊ូទាំដោយទឹកមុខញឹមថាទីបំផុតខ្ញុំអាចសម្រាកបានហើយបន្ទាប់មកដោយធ្វើពុតជាគ្មានអ្វីកើតឡើងនាងបានងាកហើយត្រឡប់ទៅផ្ទះវិញកាលពីឆ្នាំមុនស្វាមីរបស់នាងគឺទីតានបានចេញទៅធ្វើការដោយណែនាំឈុនហ៊ូម្ដងហើយម្ដងទៀតយីថែរក្សាម្ដាយរបស់នាងឲ្យបានល្អមុនពេលគាត់ចាក់ចេញទោះជាយ៉ាងណាក៏ដោយឈុនហ៊ូបានលួចលាក់អាអន់ចិត្តនឹងម្ដាយក្មេករបស់នាងថាជាបន្ទុកហើយបានគ្រោងទុកជាយូរមកហើយដើម្បីកម្ចាត់នាងអណ្ដូងនោះងឹតនិងត្រជាក់ម្ដាយក្មេករបស់នាងបានដួលហើយជើងរបស់នាងឈឺយ៉ាងខ្លាំងនៅពាក់កណ្ដាលអាធ្រាត្រនាងស្រេកទឹកខ្លាំងរហូតដល់ស្ទើរតែដួលសន្លប់ភ្លាមនោះសំឡេងទឹកហូរបានមកពីបាតអណ្ដូងនាគពណ៌ស្ទូចមួយក្បាលក្រាស់ដូចដៃបានហែលមកកាន់ផ្លែឈើពណ៌ក្រហមភ្លឺមួយនៅក្នុងមាត់របស់វានាគបានកាន់ផ្លែឈើនោះទៅនឹងបូរមាត់របស់នាងហើយប៉ះដៃរបស់នាងថ្នមដោយកន់ទុយរបស់វាដូចជាកំពុងលួងលោមនាងម្ដាយក្មេកដែលនៅតែងុយគេងបានខំផ្លែឈើនោះហើយឃើញថាវាផ្អែមបន្ទាប់ពីមួយសន្ទុះចិត្តច្របូកច្របល់របស់នាងស្រាប់តែបានស្រឡះឡើងវិញហើយការឈឺចាប់នៅជើងរបស់នាងក៏ថយចុះគួរឲ្យកត់សម្គាល់ពេលនាងលែងស្រឡាំងកាំងទៀតហើយនាគបានចង្អុលទៅរុក្ខជាតិរស់ឡើងវិញដែលដុះនៅបាតអណ្ដូងរួចក៏ឡើងទៅរកផ្លែឈើព្រៃឲ្យនាងស៊ីដូច្នេះនាគបានស្នាក់នៅជាមួយម្ដាយក្មេករបស់នាងនៅបាតអណ្ដូងរយៈពេល1ឆ្នាំពេញដើម្បីជាសះស្បើយពីរបួសរបស់នាងមុនពេលចាក់ចេញនាគស្បានអូសប្រអប់ឈើមួយមកពេលបើកវាពួកគេបានរកឃើញវាពេញទៅដោយវត្ថុមាសនិងរយៈភ្លឺចែងចាំងអ្នកជាមនុស្សល្អយករបស់ទាំងនេះត្រឡប់ទៅជាមួយអ្នកវិញនាគស្បាននិយាយដោយសំឡេងទន់ភ្លន់វាក្រវីកន្ទុយរបស់វាហើយនាំស្ត្រីចំណាស់ដើរតាមវលិដែលតោងជាប់នឹងជញ្ជាំងអណ្ដូងចេញពីអណ្ដូងស្ត្រីចំណាស់បានយកប្រអប់នោះត្រឡប់ទៅភូមិវិញពេលឆាន់ហួរឃើញនាងមុខរបស់នាងប្រែជាស្លេកស្លាំងជើងរបស់នាងខ្សោយហើយនាងស្ទើរតែដួលនាងនិយាយថាអ្នកធ្លាក់ចូលទៅក្នុងអណ្ដូងអ្នកជាខ្មោចស្ត្រីចំណាស់មិនអើពើនឹងនាងហើយបានរកឃើញជង្រុកឈើមួយដើម្បីស្នាក់នៅជាបណ្ដោះអាសន្ននៅយប់នោះឆាន់ហួរកាន់តែភ័យខ្លាចដោយខ្លាចការប៉ះពាល់នាងបានលួចយកប្រអប់ភ្លើងមួយចេញហើយដើរទៅកាន់ជង្រុកឈើដោយមានបំណងដុតស្ត្រីចំណាស់នោះទាំងរស់ហើយបញ្ចប់រឿងទាំងអស់ពេលប្រអប់ភ្លើងប៉ះនឹងអស់សំឡេងដែលធ្លាប់ស្គាល់មួយបានស្រែកពីខាងក្រៅថាប៊ូម៉ាក់ខ្ញុំត្រឡប់មកវិញហើយវាគឺជាថៃដិនដែលកំពុងត្រឡប់មកពីធ្វើការភ្លាមនោះនាងបានឃើញប្រអប់ភ្លើងនៅក្នុងដៃរបស់ឆាន់ហួរដោយក្រឡេកមើលរបួសជាក់ស្ដែងនៅលើជើងរបស់ម្ដាយនាងនិងផ្កាប់លើងដែលខ្ចាត់ខ្ចាយនៅមាត់ទ្វារជង្រុកឈើអ្វីទាំងអស់បានច្បាស់លាស់ភ្លាមឆាន់ហួរមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះឈុតឆាកនេះហើយខឹងនៅនឹងកន្លែងដោយស្រែកម្ដងហើយម្ដងទៀតថាកុំចាប់ខ្ញុំមិនបានធ្វើបាបអ្នកណាទេអ្នកភូមិបានប្រញាប់ប្រញាល់ទៅបង្ក្រាបនាងបន្ទាប់ពីស៊ើបអង្កេតរឿងនេះអាជ្ញាធរបានកាត់ទោសនាងឲ្យនិរទេសខ្លួនទៅឆ្ងាយ3000លីមួយសន្ទុះក្រោយមកស្ត្រីចំណាស់នោះបានឡើងលើភ្នំដើម្បីប្រមូលអុសហើយបានឃើញក្មេងស្រីម្នាក់ដេកនៅជើងភ្នំមុខរបស់នាងស្ដូចក្រដាសហើយរាងកាយរបស់នាងមានស្លាកស្នាមឆេះដោយសារត្រូវរន្ទះបាញ់នាងស្ទើរតែដកដង្ហើមមិនរួចស្ត្រីចំណាស់នោះមានចិត្តល្អហើយបានដឹកក្មេងស្រីនោះទៅផ្ទះយ៉ាងលឿននាងនឹកឃើញដល់ផ្លែឈើពាក់កណ្ដាលដែលនាងស្បានបន្សល់ទុករួចកំទេចវារួចស្ងោរវាធ្វើជាស៊ុបរួចឲ្យក្មេងស្រីនោះញ៉ាំមួយស្លាបព្រាក្មេងស្រីនោះភ្ញាក់ឡើងហើយនិយាយថានាងឈ្មោះយុនស៊ីដោយឃើញថាយុនស៊ីមានចិត្តល្អជាសុភាពបុរស
និងគួរឲ្យអាណិតស្ត្រីចំណាស់បានណែនាំនាងឲ្យស្គាល់កូនប្រុសរបស់នាងឈ្មោះទីតានមិនយូរប៉ុន្មានអ្នកទាំងពីរបានរៀបការហើយបើកអស្ថានតូចមួយដោយផ្ដល់ការថែទាំសុខភាពនិងថ្នាំដោយឥតគិតថ្លៃដល់ជនក្រីក្រនៅយប់មួយដែលមានពន្លឺព្រះច័ន្ទយុនស៊ីបានចាប់ដៃរបស់ទីតាននិងម្ដាយក្មេករបស់នាងយ៉ាងស្រាលហើយនិយាយថាតាមពិតទៅខ្ញុំជានាគស្ទូចមកពីអណ្ដូងកាលពីប៉ុន្មានឆ្នាំមុនខ្ញុំត្រូវបានអ្នករមាញ់ម្នាក់រងរបួសហើយនៅពេលដែលខ្ញុំកំពុងលាក់ខ្លួននៅក្នុងជង្រុកឈើអ្នកបានឲ្យនំប៉័ងពោតពាក់កណ្ដាលមកខ្ញុំដោយសម្ងាត់ខ្ញុំតែងតែចងចាំពីសេចក្តីសប្បុរសនោះក្រោយមកដើម្បីតបស្នងសេចក្តីសប្បុរសរបស់អ្នកខ្ញុំបានព្យាយាមផ្លាស់ប្ដូរលំដាប់កម្មនៅក្នុងពិភពមនុស្សដែលបានទទួលទុនកម្មដល់ទេវភាពជាសំណាងល្អអ្នកបានជួយសង្គ្រោះខ្ញុំម្ដាយក្មេកពេលឮដូច្នេះទីតាននិងម្ដាយរបស់គាត់មិនបានបង្ហាញការភ័យខ្លាចទេផ្ទុយទៅវិញពួកគេស្រឡាញ់យុនស៊ីកាន់តែខ្លាំងនៅថ្ងៃបន្ទាប់ក្រុមគ្រួសារដែលមានសមាជិក3នាក់បានបើកអស្ថានដោយប្រមូលដុំអំពើល្អនិងជួយមនុស្សរាប់មិនអស់ជីវិតរបស់ពួកគេផ្អែមល្ហែមជាងស្ករមនុស្សគ្រប់គ្នានិយាយថានេះជាករណីនៃអំពើល្អដែលទទួលបានរង្វាន់សេចក្តីសប្បុរសរបស់ម្ដាយក្មេកបានជួយសង្គ្រោះនាគហើយនាគវិញបានការពារនាងនៅទីបញ្ចប់ក្រុមគ្រួសារបានរស់នៅដោយសុខដុមរមនានិងគួរឲ្យច្រណែនតាមរយៈសេចក្តីសប្បុរសរបស់ពួកគេសូមឲ្យអ្នករាល់គ្នាដែលបានឮរឿងនេះបានសម្រេចបំណងប្រាថ្នារបស់ពួកគេនិងរីករាយនឹងសន្តិភាពជារៀងរាល់ឆ្នាំ